សួស្តីបងប្អូនទាំងអស់គ្នាមកណែគេខ្លះធ្លាប់ចូលចិត្តសាច់គោអាំងប៉ុន្តែអត់ដឹងរបៀបធ្វើឥឡូវយើងមិនរៀនធ្វើទាំងអស់គ្នានិយាយទៅអត់ពិបាកទេបងប្អូនហើយបើសិនតែយើងធ្វើហើយយើងនិយាយថាយើងធ្វើច្រើនយើងញ៉ាំបាត់អស់អញ្ចឹងយើងអាចដាក់នៅក្នុងទូកកខ្លះសេញ៉ាំបានរាប់ខែបងប្អូនហើយរបៀបធ្វើក៏អត់មានពិបាកអីដែរខ្ញុំបានដាក់អក្សរបញ្ជាក់នៅលើហ្នឹងអញ្ចឹងណាបងប្អូនហើយពេលដែលខ្ញុំប្រឡាក់សាច់ហ្នឹងខ្ញុំប្រើទឹកដោះគោប៉ុន្តែបើសិនជាបងប្អូនអត់ចង់ប្រើទឹកដោះគោដាក់ស្ករបន្ថែមទៀតក៏បានដែរប៉ុន្តែនៅក្នុងវីដេអូហ្នឹងខ្ញុំប្រើស្ករមិនសភាបងប្អូនអញ្ចឹងបើសិនជាបងប្អូនអត់ចង់ប្រើទឹកដោះគោយើងបន្ថែមស្ករក៏បានដែរដូចថាយើងដាក់ស្ករ3សភាឬក៏2សភា3សភាអីចឹងណាយើងភ្លក់មើលមកល្មមទៅហើយនិយាយទៅបងប្អូនអត់ពិបាកទេធ្វើងាយឆ្ងាញ់ហើយយើងធ្វើខ្លួនឯងអនាម័យផងបងប្អូនហើយបើសិនយើងទិញគេនៅស្រុកខ្មែរធូរថ្លៃណាបងប្អូនប៉ុន្តែនៅខាងខ្ញុំនេះពិបាកជាងការទៅញ៉ាំនៅក្នុងហាងខ្លាចដូចថាវារៀងថ្លៃហើយម្យ៉ាងទៀតមិនដូចយើងធ្លាប់ញ៉ាំអញ្ចឹងណាតែបើសិនជាគេលក់ថ្លៃក៏អត់មានអីចម្លែកដែរបងប្អូនព្រោះដោយសារតែគ្រឿងក្រៅថ្លៃគ្រប់មុខនៅនេះហ៎